ឲ្យលំបាកដល់កូនក្នុងផ្ទៃកូនមេឪពុកមេត្តាបិតាគឺជាទេវតាប្រចាំផ្ទះរបស់កូនជាទេវតាថែរក្សាកូនទាំងយប់ទាំងថ្ងៃពេលព្រលប់ពេលយប់ពេលអាធ្រាត្រមេត្តាបិតាកំពុងអស់កម្លាំងក្តីកំពុងងងុយក្តីកំពុងសម្រានលក់ក្តីកំពុងក្តៅក្តីកំពុងរងាក្តីទោះជាកំពុងឈឺខ្លួនឯងក្តីកាលបើកូនតូចស្រែកជុំឡើងមេត្តាបិតារមែងស្ទុះស្ទាបើកំពុងលួងលក់ក៏ភ្ញាក់ក្រញាងមកអោបកូនមកបបោះអង្អែលកូនយកចិត្តកូនយ៉ាងនេះជាដើមមេត្តាបិតាប្រុងភ្នែកប្រុងតិចប្រុងសពប្រុងគ្រប់ប្រុងទាំងយប់ប្រុងទាំងថ្ងៃដើម្បីរក្សាកូនស្ងួនសម្លាញ់ដែលជាសាច់ឈាមរបស់ខ្លួនទោះជាទេវតាដោយកំណើតមានកិច្ចរក្សានៅលោកនេះក៏គង់មានពេលភ្លេចក្នុងកិច្ចរក្សាដែរប៉ុន្តែមេត្តាបិតាមិនធ្លាប់ភ្លេចកូននិងមិនបានបោះបង់កូនឡើយគឺលោកទាំងពីរតែងគ្រប់គ្រងរក្សាឲ្យកូនបានសុខរហូតមកព្រះគុណរបស់ម៉ែជាជំរកមនោរម្យទ្រនំកូនព្រះម៉ែយកខ្នងបាំងកម្ដៅថ្ងៃយកទ្រូងថ្លើមថ្លៃធ្វើទីជំរកគុណម៉ែជាម្លប់ឲ្យកូនបានជ្រកកណងម៉ែពួងពោកូនសុខមនោរម្យរបស់សំខាន់គឺខ្លួនប្រាណម៉ែតែម៉ែបងវ៉ែយកជាទ្រនំម៉ែក្លាចភ្ជុះភ្លៀងចាញ់ខ្លាចកូនយំកូនរស់បានធំម៉ែលាចាកកូនព្រះគុណរបស់ឪជាឋានព្រំជំរុំកូនព្រះបង្កើតកូនមានឈ្មោះថាឪមិនមែនព្រះនៅក្នុងសួគ៌គាឋានគុណឪមាននៅក្នុងចិត្តសន្តានកូនបានសុខសាន្តព្រោះឪជាព្រំរបស់ពិសេសគឺកូនឪពិតឪបដូរជីវិតប្រឹងសាងជំរុំឪធ្វើការខ្លាំងនឿយហត់ប៉ុនភ្នំតែសុខមនោរម្យបរោះឃើញមុខកូនម៉ែឪនឹកកូនកូនទៅនៅញៀនថ្នាំម៉ែសម្រាលកូនឪអខ្លាំងចិត្តតាំងសច្ចាចិញ្ចឹមកូនឪនឿយយ៉ាងណាបិទមាត់សូនពេលនឹកដល់កូនចិត្តត្រាច់ទៅនឹកដល់កូនខ្លាំងឪខំប្រឹងសម្លឹងកិច្ចការចិត្តជាប់នៅកូនអើយថ្ងៃនេះឪទុកជ្រៅព្រោះឮកូនទៅញៀនថ្នាំដំណឹងនេះកាចក្រៃអាក្រក់ដូចមាច់ចកឆក់ផ្ដាច់សង្ខារកូនមាសឪពុកសូមមេត្តាករុណាម៉ែឪត្រង់នេះផងកូនមាសឪពុកមេត្តាបិតាគឺជាព្រះព្រំប្រចាំផ្ទះរបស់កូនមេត្តាបិតាគឺជាព្រំដែលមានមុខ4ពិតពិតព្រោះមេត្តាបិតាមានព្រះមវិហារធម៌4យ៉ាងគឺមេត្តាករុណាមុទិតានិងឧបេក្ខាព្រះមវិហារ4យ៉ាងមេត្តាប្រែថាការរាប់អានដូចមិត្តកល្យានបានសង្គ្រោះជួយផ្ដល់ប្រយោជន៍ឲ្យបានរស់សង្គ្រោះឲ្យសុខគ្រប់គ្នាករុណាប្រែថាការអាណិតមានចិត្តចង់ជួយជនកំព្រាឲ្យមានទីពឹងបានសុខជាមនុស្សសត្វគ្រប់គ្នាផុតទុក្ខាមុទិតាប្រែថាការទន់តាមចិត្តឥតដិតដាមដោយអ៊ីសាត្រេកអរទន់ភ្លន់ស្រស់ភក្ត្រាចិន្តាបរិសុទ្ធផុតព្យាបាទឧបេក្ខាប្រែថាការសម្លឹងមិនធូរមិនតឹងប្រឹងសង្វាតឲ្យត្រង់តាមច្បាប់តាមក្បួនខ្នាតចិត្តស្អាតត្រឹមត្រូវតាមហេតុផលមេត្តាបិតាសង្គ្រោះកូនដោយធម៌5យ៉ាងមេត្តាបិតាជាគ្រូដើមជាគ្រូដ៏ឆ្នើមក្នុងលោកាម្យ៉ាងទៀតគឺពិតជាទេវតាព្រះពុទ្ធត្រាស់ថាជាព្រំផងមេត្តាបិតាគឺជាព្រះរស់នៅក្នុងផ្ទះដ៏ច្បាស់ច្បងសង្គ្រោះ5យ៉ាងល្អម៉ត់ម៉ងចម្លងបត់ភ្ងាឲ្យដល់ត្រើយ
សង្គ្រោះទី1ដោយការខាត់មិនឲ្យកូនផ្លត់ធ្វើបាបឡើយឃើញកូនធ្វើខុសឥតកន្តើយហាមហើយហាមទៀតឆ្លៀតតាមខ្លំកំណើតជាមនុស្សថ្លៃពេកពុនកូនត្រូវអត់ធន់ឲ្យបានសមកុំឲ្យចំណងវាបង្ខំចូលច្រំធ្លាក់ជ្រោះរស់អាសោចសង្គ្រោះទី2ដោយការនាំខ្សែផ្សំសន្សំគុណប្រយោជន៍រស់នៅជាមនុស្សកុំជាខ្មោចយ៉ាងហោចត្រូវឲ្យមានសិល5ម៉ែឪបំពាក់អលង្ការគឺធัวទេសនាជាប្រចាំកូនត្រូវស្រឡាញ់កល្យានកម្មគុណកប់ត្រូវចាំកុំបំភ្លេចសង្គ្រោះទី3គឺឲ្យរៀនឲ្យទានវិជ្ជាភ្លឺរំលេចសម្បត្តិចំណេះថ្លៃជាងពេជ្រដាច់ខាតត្រូវកិច្ចពីគ្រឿងញៀនថ្នាំញៀនបំផ្លាញនៅស្មារតីញៀនលបែងអប្រិយនាំខូចរៀនញៀនស្រាញៀនស្រីរោគបៀតបៀនបើញៀននឹងរៀនសូរិយារះសង្គ្រោះទី4គឺរៀបការក្នុងរឿងប្រាថ្នាគ្រប់គ្រងផ្ទះមិនត្រូវបង្ខំចង់យកឈ្នះមានអ្នកនាំខូចប្រយោជន៍ធំស្នេហាជាភ្នោកប់ប្រលឹងរឿងនឹងត្រូវដឹងឲ្យគ្រប់មុំកុំអាងថានាលធំជាងនំមានរឿងទេវទុំគំរូស្រាប់សង្គ្រោះទី5គឺចែកទ្រព្យតាមកាលគួរកប់ជាប់ជាច្បាប់មរតកជាទ្រព្យនៃអ្នកស្លាប់មិនត្រូវប្រញាប់ឲ្យដាច់ឡើយឲ្យតិចឲ្យច្រើនជាប្រចាំរាល់ថ្ងៃខែឆ្នាំឲ្យណាស់ហើយចំណែកសម្បត្តិនាំដល់ត្រើយដូចបានពោលហើយគឺអវាទសង្គ្រោះ5យ៉ាងគឺជាគុណជាទុនជីវិតតាមក្បួនខ្នាតម៉ែឪជាព្រះអ្នកនាំអាតកូនកុំប្រមាទតទៅហងព្រំលិខិតជំនឿសាសនាព្រំលិខិតរៀបចំវិចិត្រសពលោកីមនុស្សទេវតាភ្លើងទឹកដីក៏មានអ្វីថាព្រំមិនតាក់តែងបើព្រំតាក់តែងលោកយ៉ាងនេះយើងគួរត្រេះរិះតាមជាក់ស្ដែងរកហេតុរកផលសពកន្លែងប្រឹងប្រែងស្វែងរកនៅការពិតហេតុអ្វីមនុស្សយើងមិនដូចគ្នាមានជាមានឈឺភ្លឺងងឹតមានក្រសខ្មៅខ្លៅបណ្ឌិតទាំងការប្រព្រឹត្តខុសគ្នាឆ្ងាយចំណែកតិរិឆានបានមិនល្អមាននិមតកគួរឲ្យណាយសត្វច្រើនទុកខ្លាំងក្នុងអបាយប្រែតអសុរកាយនិងអវិជ័យក្រៅពីមនុស្សសត្វក៏ឃើញច្បាស់ខ្យល់ព្យុះខ្លាំងណាស់ក៏ក្រើកដីភ្នំភ្លើងទឹកជន់ឥតប្រណីរាំងភ្លៀងងាប់ត្រីស្អីតាក់តែងព្រះពុទ្ធត្រាស់ដឹងពីធម្មជាតិរូបធាតុនាមធាតុទ្រង់សម្ដែងសត្វលោកនៅលើកម្មចាត់ចែងឥឡូវសូមថ្លែងពីម៉ែឪនៅពេលមានគួរ2 3ខែបើម៉ែលិខិតមិនឲ្យនៅកូនថិតក្នុងផ្ទៃមុខជាត្រូវអស់ផ្លូវបានកើតឃើញសូសែងកូនខ្លះឪមិនទទួលស្គាល់លិខិតដោយផ្ទាល់ថាអ្នកឯងមិនមែនកូនអញយ៉ាងជាក់ស្ដែងកូនត្រូវចំបែកមួយជីវិតកូនខ្លះកើតមកម៉ែបោះចោលស្លាប់រស់តែលតោលម៉ែមិនគិតកូនខ្លះត្រូវឪចាប់ជំរិតរំលោភប្រព្រឹត្តអនាចារកូនខ្លះកើតចំឪប្រមិតវាយម៉ែពេលផឹកស្រវឹងស្រាទាំងកូនក្នុងផ្ទៃដួលផ្កាប់ផ្ងាកូនណារស់ធំដើរសំទៀនកូនខ្លះម៉ែឪលេងលះគ្នាក្រំគ្រាគ្រួសារដូចបាក់ស្ពានកូនខ្លះរស់ខ្វះការទូនមានប្រៀបដូចជិះយានភ្លូកធ្លាក់ជ្រោះព្រមមានមុខ4ពិតប្រកបតែបើព្រមខ្សត់ពិតជាគ្រោះព្រោះព្រមអត់មុខឲ្យកូនរស់ខ្វះធัวសង្គ្រោះ5ប្រការម៉ែឪជាព្រំលិខិតកូន
จัดแจงឲ្យសូនឬភ្លឺថ្លាបើពិតជាព្រំត្រូវមេត្តាមុខថ្លាស្រស់ដូចព្រំបាយ័នម៉ែឪមានព្រំវិហារធម៌ចាប់ផ្ដើមតាំងគួរមិនធុញទ្រាន់ព្រោះមេត្តាចិត្តកើតរស់រាន់ក្នុងចិត្តបន្ទាន់ឲ្យគ្រប់ខែចង់ឃើញមុខកូនស្ងួនពិសីទោះប្រុសឬស្រីក៏កូនដែរខំរក្សាគួរពិតជាម៉ែឪខំធ្វើស្រែប្រមូលទ្រព្យពេលឆ្លងទន្លេម៉ែឈឺណាស់ឈឺក្រៃឈឺក្រាស់ហួសរៀបរាប់ដោយម៉ែស្រឡាញ់កូនសំណប់ជាផប់ជួយឲ្យសតិតាំងបានឃើញមុខកូនម៉ែសប្បាយទឹកមុខស្រស់ស្រាយទាំងស្លេកស្លាំងព្រោះអំបញ្ញមិញម៉ែឈឺខ្លាំងរួចហើយម៉ែតាំងបំបៅដោះម៉ែស្រឡាញ់កូនម៉ែថ្នាក់ថ្នមបំពេបីបមមិនឲ្យខ្ចោះម៉ែជាព្រះព្រំព្រោះចិត្តស្មោះក្នុងលោកល្អស្រស់ព្រោះគុណម៉ែម៉ែឪជាព្រំលិខិតលោកប្រោះព្រំជ័យជោគលោកបានលហែកុំភ្លេចឲ្យសោះព្រះគុណម៉ែឪពុកផងដែរអ្នកសាងលោកកលួនប្រាណជើងដៃមនុស្សទាំងអស់រួមទាំងរបស់គ្រឿងបរិភោគអាស្រ័យព្រះគុណអ្នកសាងលោកកូនស្វាងចាក់ងោកទៅយល់ត្រូវអ្វីក្នុងលោកកើតព្រោះហេតុឃើញច្បាស់ក្រឡែតគុណម៉ែឪកូនរស់ធំឡើងត្រូវរកផ្លូវសងគុណម៉ែឪទៅត្រូវច្បាប់បើមិនបានសងអ្វីធំដុំកុំតែស្រីមុំប្រែក្រឡាប់រត់ចេញពីផ្ទះមិនបានប្រាប់ប្រញាប់តាមប្រុសព្រោះស្នេហាចំណែកកូនប្រុសក៏ដូចគ្នាកុំធ្វើរឹកពាមនុស្សបាបផ្សាប្រគល់ខ្លួនប្រាណឲ្យស្រីស្រារោគផ្ដាច់សង្ខារចោលម៉ែឪម៉ែឪចិញ្ចឹម10-20ឆ្នាំកូនបានធ្វើកម្មគេអាស្រូវចុះចេញពីផ្ទះបាត់ភ្លាមទៅតែឲ្យម៉ែឪនៅសល់អ្វីអាសូរចិត្តម្ដាយពេលកូនកើតមកម៉ែសប្បាយទោះអត់ប្រាក់ចាយមិនចេញស្ដីស៊ីឈ្នួលធ្វើការប្រឹងរែកដីលំបាកម្ដេចក្ដីឥតមានធ្ងោទទួលក្រមានៅហាលថ្ងៃយកដៃជូតញើសដែលវាហូរពេលនឹកដល់កូនចិត្តទន់តោញើសហូរមិនស្មើចិត្តស្រឡាញ់មានគេសួរថាខំអ្វីម្លេះថ្ងៃក្តៅសង្ឆេះមិនចេះចាញ់ម៉ែឆ្លើយថាព្រោះកូនសម្លាញ់គិតកាញ់រកប្រាក់កុំចង់លហែធ្វើមកដាច់កូនខ្ញុំកំព្រាឪតាំងតែពីនៅក្នុងពោះម៉ែខ្ញុំប្រឹងចិញ្ចឹមដីបាច់ខែរហូតតតែឥឡូវនេះពេលនេះកូនខ្ញុំពេញកំឡោះរូបរាងស្រស់បោះមិនសំគិះខ្ញុំបានទិញកង់ឲ្យកូនជិះខ្ញុំរិះកំណាញ់តែមាត់ឯងខ្ញុំឲ្យកូនរៀនដល់ថ្នាក់ខ្ពស់ដើម្បីកូនរស់ខ្ញុំប្រឹងប្រែងធ្វើការរាល់ថ្ងៃខ្ញុំរឯងខ្លាចក្រែងតែកូនប្រឡងធ្លាក់ម៉ែឆ្លើយរៀបរាប់ពីកូនគាត់ចិត្តម៉ែមិនប្រត់ពីកូនជាចិត្តម៉ែដូចទឹកហូរទម្លាក់ហូរឥតមានតៈរកកូនប្រុសកូនប្រឡងធ្លាក់ម៉ែស្លុតចិត្តអាណិតថាកូនឥតកំហុសកូនគាត់ពូកែឥតមានខុសតែព្រោះកូនប្រុសអត់ប្រាក់សោកតាមពិតកូនគាត់វាខ្ជិលរៀនរវល់តែញៀនគ្រឿងស្មៅក្រោកម៉ែខំធ្វើការបែកញើសជោកកូនគាត់កើតរោគមិនដឹងខ្លួនកូនរឹតតែស្គមម៉ែខ្លោចចិត្តអាណិតថាកូនខំរៀនផ្ទួនកូនចេញបាត់ដោយបាត់ពួនកុហកម៉ែខ្លួនថារៀនឈ្នួលម៉ែខំរកប្រាក់ឲ្យកូនរៀនព្រឹត្តព្រៀនដាំបាយរៀបសម្រួលក្រៃលែងជាងខ្ញុំដែលគេជួលឃើញកូនមិនស្រួលនាំទៅពេទ្យគ្រាកាលព្រាត់ប្តីម៉ែមិនស្លុតគ្រាន់តែស្រយត់ចិត្តស្រលែនលើកនេះដឹងថាកូនកើតអេត
ម៉ែស្លាប់ចូលពេទ្យឈប់ពោលស្ដី